Hí mà Ly mấy cô phải nhập đo mà lấy phải dắt đo trường với nhá. Cha mình ai tê nè con mà lý rồi bơ tàn chừng bán chỉ thọ trường hỡi tơ ra là ná nó cồn cha nè anh long tụi bông lộc ba cồn cô tai sập rạc khả tư anh long tụi bông à ai ở tấm mới ta mà này ai bàn hơi trọt chia được bao giờ mà đòi băng phải lên cây tăng sông bên đâu cho mình cá tê lộc ba nè niếng bà rắm cây cá chiến số cọp hiệp khôn ấy chẳng mình cá tí mình men ta để cồn tí đai bà rắm nữa xong bay tại rụp nhóm có bà rắm pi nè niếng khlang nè đây hỡi tơ ra là ná nó cồn cha nè anh long tụi bông lộc ba cồn cô tai sập rạc khả tư anh long tụi bông à ai ở tấm mới ta mà này ai bàn hơi trọt chia được bao giờ mà đòi băng phải lên cây tăng sông bên đâu cho mình cá tê lộc ba nè niếng bà rắm cây cá chiến số cọp hiệp khôn ấy chẳng mình cá tí mình men ta để cồn tí đai bà rắm nữa xong bay tại rụp nhóm có bà rắm pi nè niếng khlang nè đây này triệt miên thôi ra ấy vậyខ្ញុំបានយកកវលមកជូនអ្នកនាងវិញខ្ញុំបានរើបាននៅកន្លែងដែលអ្នកនាងដួលបាញ់មិញai na chết ai na con na conក្រវល់ពេជ្រមួយគូនេះជាគេរបស់ម៉ាក់ខ្ញុំវាជារបស់ដែលខ្ញុំស្រឡាញ់ជាទីបំផុតមើលកូនអរគុណហើយណាជាតិបើប៉ះអ្នកចិត្តមិនទៀងត្រង់រើបានវិញនោះកូនម៉ាលីច្បាស់ជាសោកស្ដាយខ្លាំងណាស់ព្រោះវត្ថុនេះមិនដែលឃ្លាតឆ្ងាយពីខ្លួនម៉ាលីតតែសោះណែធម្មតាទេដេគុណនៅឯលងត្បូងនោះមានកម្មករច្រើនណាស់ទោះជាមានចិត្តលោភចង់ទុកជាសម្បត្តិផ្ទាល់ខ្លួនក៏លាក់នឹងគេមិនចិត្តដែរគេថាមានសុទ្ធមិនខ្លាចភ្លើងបរិសុទ្ធស្មោះត្រង់ស្ថិតនៅក្នុងចិត្តគ្មានអ្វីអាចវាស់ស្ទង់បានឡើយរីឯអត្តចរិតរបស់មនុស្សម្នាក់មិនមែនស្ថិតនៅត្រឹមបបោមាត់ទេលោកខ្ញុំបាទសូមត្រឡប់ទៅធ្វើការវិញហើយបដិជគុណដៃគុណមើលចុះកម្មករម្នាក់នេះដូចជាមានរឹកទាក្រអឺតកតមណាខ្ញុំថាមិនខុសទេអន្លងត្បូងមនុស្សច្រើនគេលាក់មិនចិត្តទើបគេយកមកជូនម៉ាលីវិញណែតែជាតិនេះគេជាមនុស្សទៀងត្រង់ទេលោកណារិនកម្មករដូចគ្នាមានទុក្ខធរៈអ្វីគេជួយអស់ពីដៃពីជើងមិនជាមានទ្រព្យធនអ្វីទេតែមានចិត្តគេជាកលីកម្មកររបស់ដៃគុណបើដៃគុណសម្គាល់ថាគេជាមនុស្សល្អទៅហើយខ្ញុំចចេះក៏មិនសមដែរ
ហើយនាងប្រញាប់ចុះមកដើរធ្វើអីហ្នឹងជើងខ្ញុំឡើងឈឺទៅហើយមីងខ្ញុំចង់ដើរឲ្យយឺតតែសៃនៅតែលើផ្ទះឡើងស្ពឹកជើងទៅហើយក្រែងថ្ងៃនេះជាថ្ងៃឈប់សម្រាកឯងហើយមិនក៏ស្ងាត់ម្លេះគេនាំគ្នាទៅណាអស់ហើយមីងណែចៅជាតិហ្នឹងហើយនាងអេខ្ញុំសួរពីអំកេនិងអំខនមិនមែនសួរពីចៅជាតិនោះទេនាងមាត់ថាសួរពីអំកេនិងអំខនតែភ្នែកមើលទៅផ្ទះចៅជាតិបើអញ្ចឹងណាឲ្យខ្ញុំយកថាម៉េចទៅ